ស្ត្រីម្នាក់មុនចេញពីផ្ទះនាងបានចាក់សោក្រយ៉ាដៃដើម្បីឡុកទៅលើខ្លួនប្តីរបស់នាងដើម្បីការពារប្តីកុំឲ្យនាងស្រីខាងក្រៅបន្ទាប់នាងក៏បានលាបប្តីរបស់នាងហើយចាក់ចេញទៅកាសល្អពេលប្រពន្ធមិននៅភ្លាមបុរសជាប្តីបានបើកសាឡុងឲ្យនារីម្នាក់ចេញមកខាងក្រៅអ្នកទាំងពីរបានចាប់ដើមឈុតឆាកស្នេហាជាមួយគ្នាមិនប្រយ័ត្នភ្លាមនោះសញ្ញានៅលើខ្លួនបុរសនោះបានបន្លឺឡើងស្ត្រីនោះបានរកវិធីដោះសោដោយយកកន្ត្រៃកាត់ស្មាទៅក្រៅតាមពិតនាងមិនបានចេញទៅណាទេគឺនាងនៅចាំលួចមើលតាមបង្អួចបណ្ដាសាច់បណ្ដាធ្វើឲ្យបុរសនោះមុំម៉ៅជាខ្លាំងនារីចូលមកកាត់តែកាត់មិនបានបែរជាកន្ត្រៃនោះបាក់ខ្ទេចទៅវិញស្ត្រីជាប្រពន្ធដែលត្រូវចេញស្រីរបស់បុរសនោះព្យាយាមរកវិធីដោះសោនោះក៏បានក្រឡេកឃើញរូប sticker ដែលនៅចិត្តនោះក៏នឹកថាចង់សាកល្បងបានយក sticker មកដាក់លើខ្លួនរបស់បុរសនោះភ្លាមនោះសញ្ញាប្រកាសបានលោតបញ្ញាថាកំពុងមានរបស់អ្វីមួយមកប៉ះនឹងបុរសនោះហើយនារីជាប្រពន្ធកំពុងលួចមើលគិតថាតិចគេដោះបានសម្រេចទៅដាក់លើទី1ឃើញថាមានប្រតិកម្មបុរសជាប្តីសប្បាយចិត្តចំណែកនារីជាស្រីនោះវិញឃើញថាមួយមានប្រតិកម្មតិចមានថែមមួយហើយមួយទៀតធ្វើឲ្យសោនោះបញ្ចេញប្រតិកម្មឆក់ខ្លាំងធ្វើឲ្យបុរសជាប្តីព្រមមិនបានក៏ភ្ញាក់កន្លះដៃត្រូវនារីនោះឡើងសន្លប់នារីជាប្រពន្ធសាច់ពីក្រៅបង្អួចឡើងខាងក្រោយពីបានឃើញបែបនេះសាច់បណ្ដាញ៉ាំបណ្ដាបុរសជាប្តីភ័យក្រោយឃើញស្ត្រីនោះសន្លប់ក៏បានយកទឹកមកឲ្យនាងផឹកភ្លាមនាងក៏ជ្រក់ហើយបានព្រុសទឹកចេញមកលើខ្លួនរបស់បុរសនោះហើយសញ្ញាលើខ្លួនរបស់បុរសនោះមានប្រតិកម្មភ្លាមនោះពួកគេសម្លឹងទៅមើលដបនោះទើបដឹងថាជាទឹកខ្មេះបន្ទាប់មកនាងនឹកឃើញថាប្រហែលជាប្រព័ន្ធសោស្វ័យប្រវត្តិនេះមានប្រតិកម្មជាមួយទឹកនាងក្រោកឡើងយកទឹកមួយឆ្នាំមកជិះលើខ្លួនបុរសនោះធ្វើឲ្យចរន្តឆក់ពេញរាងកាយរបស់បុរសនោះបន្ទាប់មកសោត្រូវបានរបូតពីខ្លួនបុរសនោះប៉ុន្តែអ្វីដែលតែធ្វើឲ្យនាងកាន់តែឈឺក្បាលហើយដួលសន្លប់បាត់នោះគឺរូបភាពរបស់